ដើរលេងក្រៅផ្ទះក៏មកដល់ទីនេះដោយចៃដន្យព្រឺធ្លាក់ខ្លាំងណាស់ចូលមកផឹកតែបន្តិចទៅអញ្ចឹងសូមរំខានបន្តិចហើយលោកប្រុសកំដៅដៃបន្តិចទៅអរគុណច្រើនអ្នកផ្ទះទៅដើរលេងផ្សារយប់អស់ហើយខ្ញុំរវល់ពេញមួយថ្ងៃទើបនៅផ្ទះសម្រាប់យប់ថ្ងៃចូលឆ្នាំចិនថៅកែស្រីស៊ូហត់នឿយហើយធ្វើការងារដែលខ្លួនស្រឡាញ់មិនមានអារម្មណ៍ថាហត់នឿយឡើយនៅលើចង្ក្រាននៅមានរបស់កម្ដៅខ្លះលោកប្រុសអង្គុយចាំបន្តិចមានស៊ុបមាន់គាវបំពងជ្រក់យប់នេះត្រជាក់ណាស់ផឹកតែមិនកក់ក្ដៅទេរំខាននាងហើយលោកប្រុសទុកចោលទីនោះចុះរំខានថៅកែស្រីស៊ូគ្រប់រឿងចានឆ្នាំងទាំងនេះខ្ញុំជាអ្នកលាងទុកឲ្យខ្ញុំធ្វើចុះធ្វើបែបនេះមិននឹងសមលោកប្រុសជាភ្ញៀវតើជាការតបស្នងនឹងគ្នាអញ្ចឹងលោកប្រុសលាងទឹកទី1ចុះខ្ញុំលាងទឹកស្អាតហើយជូតឲ្យស្ងួតបាទមួយនេះប្រឡាក់ទឹកស្ករផ្ទះបាយរបស់ថៅកែស្រីស៊ូរៀបចំបានយ៉ាងមានរបៀបរៀបរយល្អណាស់ធ្វើម្ហូបអាហារភាពស្អាតនិងរបៀបរៀបរយជារឿងសំខាន់បំផុតទោះបីជាភ្ញៀវមើលមិនឃើញក៏ដោយតែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ចិត្តថៅកែស្រីស៊ូជាមនុស្សរឹងមាំនិងយល់ហេតុផលធ្វើឲ្យខ្ញុំកោតសរសើរណាស់ខ្ញុំគ្រាន់តែចង់ថែរក្សាហាងអាហារនេះឲ្យបានល្អដើម្បីឲ្យអ្នកផ្ទះរស់នៅបានស្រួលជាងមុនបែបនេះល្អណាស់ខ្ញុំនៅមានសំណុំពរមួយទៀតកាលពីមុនធ្លាប់បានភ្លក់ទឹកស៊ុបអែមរបស់ថៅកែស្រីស៊ូមានអារម្មណ៍ថាកក់ក្ដៅក្នុងចិត្តណាស់យប់នេះអាចបង្រៀនខ្ញុំធ្វើមួយចានបានទេពិតជាបានតើលោកប្រុសចង់ធ្វើអ្វីដែរស៊ុបអែមសិតសាច់ជាកណ្ដុរនិងគ្រាប់ឈូកបើអាចសុំបន្ថែមស្រាប់អែមនិងស៊ុបបន្តិចផងហើយផ្សិតស្អោយតូចបន្តិចវាងាយនឹងចេញជាតិអន្ទើផ្លែពុទ្រាក្រហមត្រូវដកគ្រាប់ចេញគ្រាប់ឈូកបើមានបណ្ដូលត្រូវដកចេញព្រោះវាល្វីងលោកប្រុសកាលពីក្មេងធ្លាប់ចូលចង្ក្រានដែរទេអ្នកម្ដាយរបស់ខ្ញុំពូកែធ្វើម្ហូបពីម្សៅខ្ញុំតែងតែជួយគាត់មើលភ្លើងនំស្នូលសណ្តែកក្រហមដែលគាត់ធ្វើគឺឆ្ងាញ់ណាស់លោកប្រុសចូលចិត្តអែមប្រហែលជាដូចអ្នកម្ដាយហើយគាត់និយាយថាទោះបីជាជីវិតហត់នឿយយ៉ាងណាក៏មិនត្រូវធ្វើបាបខ្លួនឯងរឿងម្ហូបអាហារដែរភាពអែមល្ហែមបន្តិចបន្តួចអាចជួយឲ្យចិត្តកក់ក្ដៅបានទឹកត្រូវថែមឲ្យគ្រប់គ្រាន់តែម្ដងបើថែមទឹកពាក់កណ្ដាលទីវានឹងមិនងាយខាប់ឡើយត្រូវរំងាស់ផ្សិតនិងគ្រាប់ឈូកមុនរហូតដល់ទឹកស៊ុបខាប់បន្តិចចាំដាក់ពុទ្រាក្រហមចាំទុកហើយរួចរាល់ហើយគឺរសជាតិនេះឯងផ្អែមល្មមទេល្មមហើយយប់នេះអរគុណថៅកែស្រីស៊ូសម្រាប់ការទទួលស្វាគមន៍ទឹកស៊ុបផ្អែមឆ្ងាញ់ណាស់ហើយថៅកែស្រីស៊ូក៏ល្អណាស់ដែរឆ្នាំថ្មីចាប់ផ្ដើមហើយសូមជូនពរឲ្យនាងសម្រេចបានគ្រប់បំណងប្រាថ្នាក្នុងឆ្នាំថ្មីនេះហាងលក់ដាច់ខ្លាំងនិងមានសេចក្តីសុខសប្បាយក៏សូមជូនពរឲ្យលោកប្រុសមានសុខភាពល្អនិងសម្រេចបានគ្រប់បំណងប្រាថ្នាក្នុងឆ្នាំថ្មីនេះដែរចឹងជឿឯងមើលសត្វស្វាដេកនោះទៅគេធ្វើដូចរបស់ពិតអញ្ចឹងបាទពិតជាប៉ិនប្រសប់ណាស់ចឹងជឿជួបអ្នកស្គាល់គ្នាហ៎ខ្ញុំទៅនិយាយលេងពី3ម៉ាត់សិនទៅចុះពួកយើងដើរលេងខ្លួនឯងបានក្មេងស្រីម្នាក់នោះស្អាតណាស់អ្នកនាងចាងលោកប្រុសរងក៏មកដើរលេងផ្សារដែរហ៎ជូនអ្នកផ្ទះមកដើរលេងគុំរូបទុនសាយនេះពិតជាសំនឹងនាងណាស់អ្នកលក់ប៉ិនប្រសប់ណាស់ខ្ញុំមើលទៅឃើញថាគួរឲ្យស្រឡាញ់ទីនេះមនុស្សច្រើនណាស់នៅខាងមុខមានផ្លូវគុំផ្កាស្ងប់ស្ងាត់ជាងខ្ញុំមានរបស់មួយចង់ជូននាងចា៎នេះជារបស់ដែលខ្ញុំទិញដោយប្រាក់សន្សំបានពីការលក់បាយឡាមនិងចម្លងសៀវភៅមិនសូវមានតម្លៃប៉ុន្មានទេគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះនេះគឺបងស្រីថ្លៃត្រឡប់មកវិញហើយអង្គុយចុះទាំងអស់គ្នាទៅថ្ងៃនេះក្រុមគ្រួសារយើងញ៉ាំបាយជុំគ្នាមិនបាច់ប្រកាន់ច្រើនទេសុំមួយវែកមកបងស្រីថ្លៃពិសាស៊ុបមុនសិនទៅដើម្បីកម្ចាត់ភាពត្រជាក់ស៊ុបឆ្ងាញ់ណាស់អត់មានក្លិនឆ្អាបសោះកក់ក្ដៅណាស់ពិតជាស្រស់ណាស់នេះជារូបមន្តដែលមានហឺស្រាវជ្រាវឡើងម៉ែនេះជាវ័យរុយសាក់លបងបន្តិចទៅឈ្ងុយណាស់រសជាតិនេះមិនដែលបានញ៉ាំពីមុនមកទេលោកអ៊ំស្រីសាក់លបងណែមជៀនស្នូសន្តែក្រហមនេះបន្តិចទៅផ្អែមណាស់អានឹងល្អណាស់នាងហឺពិតជាប៉ិនប្រសប់មែនឆ្នាំនេះមិនងាយស្រួលទេតែទីបំផុតយើងអាចឆ្លងផុតវាបានហើយបងប្រុសធំនិងបងស្រីថ្លៃក៏មកដល់ដែរឆឹងជីក៏ខំប្រឹងរៀនសូត្រពួកយើងមួយគ្រួសារអាចជួបជុំគ្នាបានក្នុងចិត្តខ្ញុំពិតជាសប្បាយចិត្តណាស់តោះផឹកមួយកែវផឹកលោកម្ចាស់ឆ្នាំនេះអាចឆ្លងឆ្នាំនៅទីនេះបានគឺដូចជាសុបិនអញ្ចឹងខំប្រឹងធ្វើការទៅថ្ងៃក្រោយជីវភាពនឹងកាន់តែល្អប្រសើរឡើងពុកម៉ែលោកអ៊ំស្រីសូមអ្នកទាំងអស់គ្នាទុកចិត្តចុះខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ
ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីស៊ីបាយសិនទៅរៀនក៏ត្រូវរៀនបាយក៏ត្រូវញ៉ាំដែរអក្សររបស់បងជីដូនមួយកាន់តែមានលំនឹងល្អហើយអក្សររបស់បងជីដូនមួយកាន់តែមានលំនឹងល្អហើយសរសេរនៅលើទ្វារផ្ទះខ្លួនឯងមិនហ៊ានធ្វើថេសប្រហែសទេស្បែកជើងជ្រូកត្រូវតែដុតឲ្យឆ្អិនល្អបើមិនអញ្ចឹងទេរោមវានឹងមិនស្អាតឡើយដៃរបស់កូនស្រីម្នាក់នេះល្អជាងការប៉ាក់ទៅទៀតខ្ញុំមើលទៅពេញមួយជីវិតនេះក៏រៀនមិនចេះដែរហាត់ធ្វើឲ្យបានច្រើនទៅគង់តែចេះហើយក្រោយពេលយកឆ្អឹងទាចេញហើយផ្អាប់វាឲ្យចូលជាតិរួចយកទៅចំហុយទើបងាយស្រួលហាន់ប្រហិត4សិរីមង្គលមែនទេហ្វូលូស៊ូស៊ីអាហារពេលល្ងាចចូលឆ្នាំថ្មីខ្វះមិនបានឡើយឆ្នាំនេះពិតជាដូចជាឆ្នាំថ្មីពិតប្រាកដមែនទៅថ្ងៃមុខរាល់ឆ្នាំនឹងទៅជាបែបនេះទាំងអស់អេជីសចេញទៅជីសចេញទៅឆ្នាំនេះគ្រួសារយើងមិនងាយស្រួលទេតែទីបំផុតក៏អាចឆ្លងផុតទៅបានដែរឆ្នាំក្រោយសង្ឃឹមថាគ្រប់យ៉ាងមានសុវត្ថិភាពនិងរលូនរបបរកស៊ីកាក់កបហើយឆឹងជីទទួលបានលទ្ធផលប្រឡងអសូមឲ្យមានសុវត្ថិភាពនិងរលូនអ្នកប្រុសស៊ូថៅកែស្រីស៊ូមិនទាន់សម្រាកទេកំពុងតែរៀបចំសម្រាកហើយចុះអ្នកប្រុសវិញចេញមកមើលព្រើលមែនទេនៅក្នុងបន្ទប់គ្មានការងារប្រយ័ត្នបន្តិចអរគុណហើយថៅកែស្រីស៊ូស៊ុបខាប់សាច់ផុយរសជាតិល្មមឆ្ងាញ់ញ៉ាំនៅរដូវរងាពិតជាល្អណាស់លោកប្រុសចូលចិត្តគឺល្អហើយអ្នកនាងមុខម្ហូបមួយទៀតម៉ាឡាខាត់ខ្ទះក្តៅអតិថិជនរើសគ្រឿងផ្សំដោយខ្លួនឯងធ្វើឲ្យចង្ក្រានបាយរឹតតែរវល់តែលក់ដាច់សាច់ឬបន្លែច្រើនឬតិចតាមចិត្តមនុស្សរសជាតិដិតដល់ញ៉ាំហើយមិនភ្លេចឡើយក្លិននេះឈ្ងុយណាស់ថៅកែស្រីធ្វើឲ្យខ្ញុំមួយចានដែរបងស្រីស៊ូខ្ញុំចង់សាកញ៉ាំម៉ាឡាខាត់ខ្ទះក្តៅហិរតិចនិងសុំបន្លែច្រើនបន្តិចចាសោះបងជីដូនមួយខាងមុខកំងម៉ាឡាហិរតិចមួយចានបន្លែច្រើនសាច់តិចខ្ញុំកំពុងរងាសុកជួយធ្វើមួយខ្ទះនេះជំនួសខ្ញុំផងដាក់ម្ទេសតិចដាក់ម្រេចស៊ឺឈួន2-3គ្រាប់បានហើយបាទខ្ញុំទៅហើយលោកប្រុសចៅធ្វើមួយខ្ទះនេះផ្ចិតផ្ចង់ណាស់ខ្លាចខ្លោចអ្នកនាងចាងអាហាររបស់អ្នកបានហើយលោកប្រុសចៅមិនក៏ជាលោកទៅវិញប្អូនជីដូនមួយរវល់ខ្ញុំមកជួយបន្តិចសាក់ភ្លក់មើលទៅបើមិនត្រូវមាត់ទេខ្ញុំនឹងប្រាប់ឲ្យគេធ្វើថ្មីឆ្ងាញ់ណាស់សាក់ភ្លក់ឆៃថាវជ្រក់នេះបន្តិចទៅជួយកាត់ទ្រលាន់លោកប្រុសចៅធាតុអាកាសត្រជាក់ត្រូវថែរក្សាសុខភាពផងណាអ្នកនាងចាងធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងក្រោយធ្លាក់ទឹកក៏ផ្លូវរអិលណាស់ធ្វើបានល្អណាស់អរគុណហើយប្អូនស្រីអរគុណខ្ញុំធ្វើអីទៅរៀនសូត្រវិញទៅបាទយុននាងបងស្រីថ្លៃទីបំផុតរងចាំបងមកដល់ហើយប្រញាប់ចូលក្នុងផ្ទះទៅខាងក្រៅត្រជាក់ណាស់ហាងនេះពិតជាធំទូលាយល្អណាស់
លោកអ៊ំស្រីបងប្រុសញ៉ាំមីក្តៅមួយចានទ្របពោះសិនទៅល្ងាចឡើងចាំពួកយើងញ៉ាំអាហារឆ្ងាញ់ជុំគ្នាស៊ុបនេះក្តៅដល់ក្នុងចិត្តតែម្ដងម៉ែញ៉ាំឲ្យបានច្រើនបន្តិចទៅនេះធ្វើឲ្យពិបាកចិត្តខ្លាំងណាស់ហើយមនុស្សគ្រួសារតែមួយនិយាយរឿងពិបាកចិត្តធ្វើអីទៅល្ងាចនេះពួកយើងនឹងធ្វើស៊ុបសាច់ចៀមហើយធ្វើម៉ាឡាហឹរតិចមួយចានទៀតលោកអ៊ំនិងអ៊ំស្រីទើបតែមកលើកដំបូងត្រូវតែភ្លក់មុខម្ហូបប្រចាំហាងរបស់យើងហើយខ្ចប់គៀវជុំគ្នាទៀតជួបជុំគ្រួសារទុកឲ្យខ្ញុំអ្នកចិញ្ច្រាំសាច់ចោះ